រឿងអាសក់ក្រហមនៅកូរ៉េហ្នឹងក៏មានគេសួរខ្ញុំច្រើនណាស់តែខ្ញុំអត់ឆ្លើយប្រតិកម្មទេហើយខ្ញុំសំណូមពរឲ្យអ្នកគ្រប់គ្រងគណៈបព្វជិជនអ្នកគ្រប់គ្រងរដ្ឋាភិបាលកុំឆ្លើយឆ្លងជាមួយអាសក់ក្រហមយើងឲ្យនៅស្ងៀមទៅពីព្រោះទឹកត្រជាក់មិនប្រកាសថាអត់ត្រីទេដោយរឿងហេងសធីអញ្ចឹងឃើញទេយើងនៅស្ងៀមតែថាទៅអូនៅក្នុងគុកហើយក៏សេសបុតបញ្ចេញបានណាចេញរហូតបាទសេហូហែតែចាំមើលនៅគុកស្រុកខ្មែរគេបញ្ចេញសបុតចឹងទៀតបានអត់ណាព្រោះគេជំនាញគេទៅសេសបុតចេញពីគុកដើរតួកំសត់ណាតែធ្វើអាក្រក់វាជួបរឿងអាក្រក់ហើយយើងធ្វើតែល្អជួបតែរឿងល្អទៅណាមិនមនុស្សជាប់គុកសិតតែមនុស្សដែលត្រឹមត្រូវទេតតែឯងហ្នឹងវាធ្វើខូចគឺខុសច្បាប់បានវាជាប់សំបីតែខ្ញុំក៏ធ្លាប់ដែរមានស្អីតែធ្វើខុសច្បាប់គេចាប់ដាក់គុកហើយប្រទេសមានច្បាប់ហើយបើទុកឲ្យវាដើរធ្វើអំពើផ្ដេសផ្ដាស់តាមចិត្តចឹងមិនកើតបាទអញ្ចឹងយប់នេះខ្ញុំនិយាយរឿងហេងសធីហ្នឹងខ្ញុំចង់អញ្ចឹងហើយខ្ញុំចង់ខោកក្បាលទៅអាតាំងសរដាហើយនឹងពួកអាមែនណាពួកអាខ្ចប់មកមីសមន់អស់ហ្នឹងហើយជ្រាបបើមិនដឹងរឿងទេសួរគេបើអាខ្លះវិញភ្លើខមមិនមកសួរថាខុសអីហើយចុះបើឯងភ្លើល្ងើពុកថ្ងាស់អត់ចេះអសអត់មើលអានសេចក្តីជូនដំណឹងរបស់តុលាការគេចោទពីបទអីឯងទៅសួរធ្វើអីគេដាក់តើមូលហេតុថាខាត់នឹងដោយសារវាមានបទល្មើសអីគេនិយាយនៅក្នុងនោះអស់ហើយតាហើយពួកអាភ្លើមួយចំនួនណាជាពិសេសពួកអាក្បត់ជាតិហ្នឹងវានាំគ្នាថាំងមនុស្សត្រឹមត្រូវចាប់មិនមនុស្សត្រឹមត្រូវចាប់7-10លានជាងអ្នកត្រឹមត្រូវមិនគេមិនចាប់ហើយអ្នកមានពេញប្រទេសបើគេចង់ធ្វើបាបគេចាប់គ្រប់គ្នាអានេះគេចាប់តែជនល្មើសតាវាទៅប្រព្រឹត្តបទល្មើសថាបើគេចាប់ចឹងយប់នេះខ្ញុំសូម live ប៉ុណ្ណឹងហើយខ្ញុំសូមបញ្ចប់បាទហើយពាក់ព័ន្ធនឹងរឿងហេងសធីហើយបងប្អូនណាកាត់តយកទៅផ្សាយអីតទៀតផ្សាយទៅថាខ្ញុំអ្នកនិយាយអញ្ចឹងការចាប់ខ្លួនហេងសធីនេះគឺធ្វើត្រឹមត្រូវតាមច្បាប់ហើយបុគ្គលហេងសធីនេះពិតជាបើប្រព្រឹត្តបទល្មើសជាច្រើនករណីក្រៅតែពីគម្រាមកំហែងហេតុគេមានស្ថានភាពទោសនេះគឺគាត់មានបទល្មើសផ្សេងទៀតច្រើនណាស់បាទតិចទៀតបណ្ដឹងទៅហើយបន្តអត់មានរួចខ្លួនទេណាហើយអាណាមួយថាហេងសធីត្រឹមត្រូវហើយទៅចូលគុកជាមួយគ្នាទៅណាចូលគុកទៅត្រូវហើយបើអត់មានរឿងណាចាប់បងឯងនៅអាមេរិកហ្នឹងនិយាយត្រូវណាបងឌុសិតហ៊ីឌុសិតអរគុណបងវាមិនណាដើរចាប់មនុស្សទៅពីមិនហើយចាប់កម្រិតឆ្លងដែនពីប្រទេសមួយទៅប្រទេសមួយបាទអញ្ចឹងយប់នេះសូមបញ្ចប់ការ live ប៉ុណ្ណឹងហើយសូមអរគុណបងប្អូនទាំងអស់គ្នាសូមជម្រាបលាបាទ